វិតនេះបានថាជីវិតបងប្អូនជីវិតរបស់ក្មេងស្រីម្នាក់បដូរពីខ្វិនគេងលើក្រែឥឡូវបែរជាឈរបោះជំហានបានណាបងប្អូនបាទបងប្អូនធ្លាប់តែឃើញយើងផ្សាយយើងនេះឥឡូវបងប្អូនឡើងខ្ញុំមកចាក់ស្ដែងនេះបាទនេះគេថាលុយ1លានមិនដូរណាម៉ែឪឃើញកូនអញ្ចឹងបាទលុយ1លានដុល្លារអត់ដូរណាមើលអីខ្ញុំអត់ចិត្តបត់ទេខ្ញុំអត់ចិត្តបត់ទេអត់អូនអត់យ៉ាជោគជ័យក្នុងជីវិតដូចជីវិតថ្មីហ្នឹងបងប្អូនដូចជីវិតថ្មីហ្នឹងយ៉ាដូចជីវិតថ្មីបណ្ដោយដូចជីវិតថ្មីបាយចិត្តរំភើបទៅព្រោះថាបើមានមាសប៉ុណ្ដងទុំធ្លាក់ទៅលើម៉េចកូនខ្ញុំអត់យល់ទេអញ្ចឹងចាខ្ញុំសុខចិត្តយកកូនខ្ញុំព្រោះអីវាមិននឹកស្មានថាខ្ញុំដូចខ្ញុំថាអញ្ចឹងមិននឹកស្មានថាជួបម្ចាស់ក្រុមហ៊ុនបងទាំងពីរអញ្ចឹងណាខ្ញុំថាខ្ញុំជាមានបុណ្យដែរដែលបានស្គាល់បងប្រុសបងស្រីចាស់ក្រុមហ៊ុនដែលជួយគ្រួសារនាងខ្ញុំឥឡូវហ្នឹងបើសិនជាគេថាំងឥឡូវកូនខ្ញុំដើររួចយកមាសប៉ុណ្ដងទុំម្ដងក៏ខ្ញុំអត់ដូរដែរបាទអញ្ចឹងចារំភើបចាំបើគេឲ្យលុយ1លានដុល្លារវិញអត់យកទេអត់យកទេសុខចិត្តឃើញទិដ្ឋភាពកូនជោគជ័យរបស់គាត់បែបនេះចាចង់ឃើញគាត់អូនដើររងថ្ងៃនេះខ្ញុំនៅផ្ទះខ្ញុំរៀនគាត់ដើរបានវែងហើយនិយាយពាក្យថាអូអ៊ំម៉ែអីឥឡូវដល់និយាយតាទៀតប៉ុន្តែនេះដល់អារម្មណ៍គាត់តែគាត់ចង់និយាយគាត់និយាយហ្មងកាលពីដើមមកកូនខ្ញុំដេកខ្វិនខ្វាំងនៅលើក្រែទាំងពីរនាក់បងប្រុសដេកនឹងតែពីកាច់ងោខ្នងអូនស្រីក៏ទន់ព្រោះអីមិនអាចអង្គុយបានងើបគាត់កើតព្រោះអីដល់ខ្ញុំ3គាត់អញ្ចឹងកាន់គាត់ទៅឈរអញ្ចឹងព្រោះអីឈរគាត់អត់នឹងដែរដល់បើព្យាបាលលើកទី1អូនស្រីអាចឈរបានហើយបាត់ហ៊ីទឹកមាត់ទៀតហើយលើកទី2គាត់អាចបោះចង្ហៀនដើរបោះចង្ហៀនដើរដល់ពេលលើកទី3គាត់អាចនិយាយគាត់និយាយអ៊ំគាត់និយាយពាក្យនិយាយដល់ពេលតាមគណៈការមករហូតផ្លាច់រហូតដូចរាល់ថ្ងៃអញ្ចឹងហើយសូមបងប្អូនជួយគ្រប់គ្រងគាត់ឲ្យច្រើនមកព្រោះឲ្យគាត់ជួយអ្នកខ្វះខាតជនពិការឬមួយក៏ទូរគតជនចាស់ជរាឃើញគាត់ជួយច្រើនសូមពុកម៉ែបងប្អូនជួយទិញគាត់ទៅព្រោះអីគាត់យកលុយចំណេញរបស់គាត់ហ្នឹងគាត់មកជួយអ្នកដែលពិការខ្វះខាតទេគឺអ្នកជំងឺមកព្យាបាលច្រើនមែនទែនបាទមានទាំងចាស់មានទាំងក្មេងយកព្យាបាលច្រើនតាមរយៈគាត់ឃើញការសរសៃឥឡូវខ្ញុំសម្បូរទៅហ្វេនអ្នកជំងឺទៀតឥឡូវបាទហ្វេនគេសុទ្ធតែជាយុវវ័យហ្វេនខ្ញុំសុទ្ធតែអ្នកជំងឺអ្នកដែលមានកូនឈឺទាំងចាស់ទាំងក្មេងពេលទៅដល់គេស្គាល់ហ្មងអូនេះអ្នកដែលសរសៃគាត់ស្គាល់គាត់ដឹងអីចឹងទៅអញ្ចឹងក៏យើងសប្បាយចិត្តក្នុងថាយើងបានធ្វើជួយគាត់ហើយឥឡូវយើងបានជួយដល់មហាជនយើងជាច្រើនផ្សេងទៀតតែអ្នកដែលលំបាកនោះគឺលោកគ្រូឡុងអីបានគាត់ណិតឆ្លាញ់គ្រួសារខ្ញុំណិតឆ្លាញ់កូនខ្ញុំដូចកូនក្មួយគាត់ដែរគាត់យកចិត្តទុកដាក់ហើយនឹងថាខ្ញុំនឹងវាមានសំណាងកូនខ្ញុំវាអ្នកមានបុណ្យទៀតហើយគាត់ធ្វើពិតមែនគាត់និយាយថាក៏សួរសុខទុក្ខយើងសួរទៅវាថាកូនយើងមិនហើយមិនហើយទុកលំបាកពួកខ្ញុំអញ្ចឹងជួយរំលែកចាហើយបើសិនជាខ្ញុំមានបញ្ហាខ្ញុំអាចតាក់ទងពីគ្រូមួយគាត់បានទៀតអញ្ចឹងថាខ្ញុំនឹងវាមានសំណាងហើយកូនខ្ញុំវាអ្នកមានបុណ្យទៀតឲ្យមាននិស្ស័យជាមួយបងប្រុសមួយបងស្រីអារម្មណ៍យើងសប្បាយចិត្តណាស់ហើយតាំងពីយើងកើតមកដល់ប៉ុណ្នេះគឺយើងអាចជួបជាមួយនឹងទស្សនវិជ្ជាដែរក្មេងពីការពីកំណើតហើយអត់នឹកស្មានថាគាត់អាចវិវត្តមកជាដូចជាក្មេងធម្មតាអាចដើរបានអីបានព្រោះយើងឃើញខ្លួនអាចឃើញផ្ទាល់ថាគាត់តាំងពីទស្សនវិជ្ជាដំបូងហ្នឹងបែបម៉េចយើងឃើញផ្ទាល់ភ្នែកហ្មងថាហើយនឹងឥឡូវនេះផ្លាស់ប្ដូរបែបម៉េចគឺយើងឃើញផ្ទាល់នឹងភ្នែកយើងនៅវាថាយើងនៅគៀកគាត់យើងនៅឃើញនឹងភ្នែកយើងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់រំភើបហាក់នឹកស្មាននេះដូចមានអារម្មណ៍ថាដូចជប់អញ្ចឹងដូចក្មេងមួយទៀតថ្មីដែលខុសគ្នាដាច់ហ្មងយើងអាចរំពឹងទុកគេហើយពេលដែលសប្តាហ៍ហ្នឹងពីសប្តាហ៍នៅក្នុងការមកព្យាបាលរាល់ដងមួយអាទិត្យមកម្ដងឯងតែពេលអាទិត្យនេះរៀងយូរបន្តិចនឹកឆាតរកគ្នាចាស់ណាស់មួយថ្ងៃហ្នឹងបងប្អូនចានិយាយទៅមកព្យាបាលលើកទី6មានតែស្នាមញញឹមបណ្ដោយស្នាមសើចស្នាមសប្បាយស្នាមញញឹមបណ្ដោយណាលោកឃើញពីភាពជោគជ័យរបស់កូនរបស់មិញចាឃើញជោគជ័យទៅវាថាដូចកើតម្ដងទៀតទៅវាថាដូចកូនខ្ញុំហ្នឹងគាត់បានកើតម្ដងទៀតព្រោះអីដែលគាត់អាចសង្ឃឹមថាគាត់ដើរសឹងតែ100%កូនស្រីកូនប្រុសគាត់អភិវឌ្ឍយឺតជាងកូនស្រីបន្តិចហើយដូចខ្ញុំថាអញ្ចឹងខ្ញុំទៅវាថាដូចខ្ញុំមានបុណ្យដែរដែលខ្ញុំបានជួបបងប្រុសបងស្រីម្ចាស់ក្រុមហ៊ុនអញ្ចឹងគាត់ជួយរ៉ាប់រងពួកខ្ញុំឲ្យគាត់ចិត្តល្អតាំងវិភាគការចាំថ្ងៃខ្ញុំប្រើប្រាស់គ្រូសាខ្ញុំហ្នឹងឲ្យទៅហុយទៅមកបាទនិយាយរួមថាជួយមកចប់បណ្ដោយជួយមកចប់តែខ្ញុំដូចអ្នកមានបុណ្យមាននិស្ស័យជាមួយបងដល់ពេលយូរទៅខ្ញុំរៀងអៀនចិត្តជាមួយបងទៅវាគាត់អត់មានក្រែងចិត្តទៅវាថានេះគាត់ទេទៅខ្ញុំអញ្ចឹងណាហើយដល់ពេលខ្ញុំខ្លាចចិត្តគាត់វិញតាយើងជាថមសូមជំរាបសួរបងប្អូនគ្នាបាទនិយាយរួមយើងនិយាយពីអតីតកាលឡើងវិញបន្តិចឃើញពួកគាត់ពិបាកphânខ្វងនៅប្រទេសយើងគ្រាន់តែថាយើងនៅតែសូហើយបងស្រីគាត់ខ្វះហៅចុកខ្វះខោទំនោរអីចឹងទៅយើងគាត់ថាយកអំណោយទៅជូនហើយបាទពេលនោះក៏អាយដាមហ៊ុនកំជិតគាត់ឃើញក៏គាត់ចូលរួមជួយទៅក៏បានណែនាំទៅកាន់លោកគ្រូឡុងបាទហើយពេលទៅជួបនឹងថតវីដេអូឲ្យលោកគ្រូឡុងមើលមិនក្នុងអារម្មណ៍មិនដូចជាមិនសង្ឃឹមទេថានឹងអាចព្យាបាលពួកគាត់បានប៉ុន្តែលោកគ្រូឡុងថាអត់អីទេក្មេងយើងគាត់ធ្លាប់ព្យាបាលច្រើនហើយអញ្ចឹងគាត់មិនធានា 100% ទេតែអាចសាក់លបងយកព្យាបាលបានហើយគាត់ថាក្មួយស្រីអាចសង្ឃឹមភាពខ្ពស់ឬក្មួយប្រុសគាត់មិនទាន់ហ៊ាននិយាយថាមិនទេតែគាត់ព្យាយាមព្យាបាលអញ្ចឹងពីមួយវគ្គទៅមួយវគ្គពីមួយវគ្គទៅមួយវគ្គនេះឃើញថាពួកគាត់ផ្លែកអីដែលថ្មីមករហូតតាំងពីក្មួយស្រីអត់ទាន់ចេះនិយាយអីសូម្បីតែមួយម៉ាត់ឈរមិនបានដៃស្ដាំគាត់ប្រើមិនបានអីមិនបានធ្វើអីតមានគេទុកអង្គុយក៏មានគេទុកតែឥឡូវគាត់អាចអង្គុយខ្លួនឯងបានដើរខ្លួនឯងបានញ៉ាំបាយបានអាចចេះធ្វើដៃបេះដូងបានបាទចេះរាំទៀតបាទហើយជាពិសេសលើកទី6នេះឃើញថាកគាត់ដូចរឹងជាងមុននឹងបាទពីមុនគាត់ងើយឡើងលើចេះអញ្ចឹងណាជាពិសេសពេលគាត់កាន់តែខឹងលើកដៃក៏គាត់តែងើយខ្លាំងតែយើងប្រាប់ជំរាបលោកគ្រូឡុងទៅគឺគាត់ព្យាបាលកន្លែងណាដែលមានបញ្ហាសំខាន់នោះគឺអូខេល្អប្រសើរជាងគាត់រឿងជាងមុនបាទហើយនេះលោកគ្រូក៏បានឆ្កឹះមាត់គាត់បន្ថែមទៀតដើម្បីឲ្យនិយាយបានកាន់តែច្បាស់ជាងមុនហើយល្អប្រសើរជាងមុនគាត់នេះនេះអៀនច្រើនបាទអញ្ចឹងទៅ
ហើយមកខ្ញុំដូរមកសក់ខ្ញុំដែរមិនគាត់មានច្រើនបាទហើយចំពោះគួយប្រុសបើនិយាយចំគួយប្រុសបើនិយាយថាសម្រាប់ខ្ញុំសង្ឃឹមអត់មានសង្ឃឹមទេពីដើមតែយើងព្យាយាមតែក្រោយពីការព្យាយាមរបស់យើងមកគឺចាំពីជើងផ្សេងខ្វងខ្លាំងរហូតដល់ជើងរៀងត្រង់តែដូចជា2ដងដំបូងដូចអត់សុំតែអត់មានផ្លែទេ2ដងដំបូងតែសម្រាប់ពួកយើងត្រៀមចិត្តឲ្យថាអត់មានចម្លែកទេនៃការដែលមិនផ្លែរបស់គាត់បាទតែពេលចូលលើកទី3គឺគាត់គាត់ទៅជើងរៀងត្រង់ហើយលើកទី4លើក5គឺជើងរៀងត្រង់ខ្លាំងទៅហើយគាត់អាចនិយាយបានតាំងពីហើយលើកទី5មកម្លេះហើយតែអ្វីដែលចម្លែកខ្លាំងជាងនឹងទៀតថ្ងៃនេះលោកគ្រូព្យាយាមពុតខ្លាំងមែនទែនរហូតដល់គួយព្រោះអាចអង្គុយបានអង្គុយបានគ្រូរងអោបពីក្រោយទុកពីក្រោយតិចតិចចឹងណាអញ្ចឹងខ្ញុំជឿថាប្រហែលជា2ដងទៅ3ដងយ៉ាងច្រើនគឺក្មួយអាចអង្គុយបានដោយខ្លួនឯងដូចក្មួយស្រីអញ្ចឹងការជួយរបស់យើងការប្រឹងប្រែងរបស់យើងពិតជាបានលទ្ធផលល្អចាស់ស្ដែងនិយាយត្រង់ទោះបីជាមិនបានលទ្ធផលយើងព្យាយាមអស់តែភាពកូនគេកូនយើងបើសិនជាពួកក្មួយអាចមានភាពល្អប្រសើរដូចក្មេងដតីបានថ្ងៃអនាគតរបស់គាត់អាចនឹងភាពប្រសើរឡើងហើយបើសិនជាគាត់អាចល្អប្រសើរឡើងដូចក្មេងដតីបងស្រីបងប្រុសក៏គាត់ធូរដែរបងប្រុសក៏បាច់ពិបាកទៅធ្វើការនៅទីឆ្ងាយហើយមកជប់ជុំក្រុមគ្រួសារបានតែពីមុនមកគឺគាត់ធម្មតាមានអ្នកឈឺមិនមែនពិបាកតែអ្នកឈឺគឺត្រូវតែពិបាកអ្នកមើលថែទៀតនោះឯងអញ្ចឹងឃើញថាល្អលើកនេះគឺនៅតែល្អទោះបីជាផ្លែម្ដងតិចក៏នៅតែល្អអញ្ចឹងតែពួកខ្ញុំតែធ្វើព័ត៌មានផ្សព្វផ្សាយកន្លងមកសង្ឃឹមថាបងប្អូនដែលមានកូនដែលមានបញ្ហាពិការខុនខ្វងមិនថាពីកំណើតឬក៏ទើបតែមានក៏ដោយបាទអាចសាកបងយកព្យាបាលទៅបាទគ្រាន់បើជាជាងទុកគាត់នៅតែបែបហ្នឹងបាទគាត់ចោលជាពិសេសនេះគឺអ្នកជំងឺមកព្យាបាលច្រើនណាច្រើនមែនទែនបាទមានទាំងចាស់មានទាំងក្មេងយកព្យាបាលច្រើនតាមរយៈគាត់ឃើញការផ្សព្វផ្សាយឥឡូវខ្ញុំសម្បូរទៅ fan អ្នកជំងឺទៀតឥឡូវបាទ fan គេសុទ្ធតែយុវវ័យ fan ខ្ញុំសុទ្ធតែអ្នកជំងឺអ្នកដែលមានកូនឈឺទាំងចាស់ទាំងក្មេងពេលទៅដល់គេស្គាល់ហ្មងអូនេះអ្នកដែលបានផ្សព្វផ្សាយគាត់ស្គាល់គាត់ដឹងអីចឹងទៅអញ្ចឹងក៏យើងសប្បាយចិត្តថាយើងបានធ្វើជួយពួកគាត់ហើយឥឡូវយើងបានជួយដល់មហាជនយើងជាច្រើនផ្សេងទៀតតែអ្នកដែលលំបាកនោះគឺលោកគ្រូឡុងទៅវិញដាច់បាយដាច់ទឹកហើយក្នុងការចូលរួមជួយឥឡូវគាត់ថាជួយច្រើនពេកគាត់សុំលើកពេលវេលាណាត់គ្នាឲ្យបានដកគ្នាខ្លះពលិសតែគាត់ខ្យល់កោពីម្សិលមួយថ្ងៃផងដោយសារតែគាត់ព្យាយាមក្នុងការជួយគ្នាពេកទឹកចិត្តគាត់គឺមហាសប្បុរសតែហើយជាពិសេសក្មេងដែលអស់សង្ឃឹមហើយគាត់នៅតែទទួលសាររបបក្នុងការព្យាបាលបាទតែបញ្ជាក់ជូនបងប្អូនថាពីដើមមកគាត់ដែរយកលុយទេដោយសារក្មេងមួយតែដោយសារឥឡូវការផ្សព្វផ្សាយនេះកាន់តែច្រើនទៅទៅហើយ fan ខ្ញុំឬក៏អ្នកដែលស្គាល់ខ្ញុំសុទ្ធតែអ្នកមានកូនចៅគាត់ឃើញគាត់តាមដានមើលបន្តឥឡូវចាប់ដើមមកព្យាបាលបន្តនេះគឺចាប់ដើមធ្វើឲ្យគាត់អត់មានពេលទទួលភ្ញៀវរបស់គាត់ផ្សេងអញ្ចឹងគឺគាត់រៀងទទួលបានមនុស្សចាស់តិចអញ្ចឹងគាត់ចំណូលគាត់ចាប់បានតិចថយចុះហើយគាត់ទៅការចំណាយផ្សេងៗចាំថ្ងៃដែរអញ្ចឹងក្មេងៗគាត់សុំគិតដូចបន្តិចហើយឥឡូវហ្នឹងបាទបើយើងគិតទៅស្មើថ្លៃពីគ្រោះជំងឺនេះខាងក្រៅ 100000 តែបងប្អូនមានលទ្ធភាពមិនថ្លៃពេក 100000អត់ទេគាត់មានលទ្ធភាពមកអញ្ចឹងទៅហើយបើចែកដល់តែលើកនេះទៅអត់ជួបអ្នកខ្វះខាតទេចាសអ្នកការទៅលើកទី5ជួបអ្នកខ្វះខាតច្រើនអញ្ចឹងខ្ញុំមានលុយទីតូចតែជួបទៅម្នាក់10-20ម៉ឺនតាមលទ្ធភាពយើងតាមសទ្ធាយើងអញ្ចឹងទៅហើយតាមគាត់ជួយសហុយជួយអីដូចក្មេងស្រីម្នាក់ការវិវត្តមុនហ្នឹងក៏យើងជូនគាត់ទេមកសុំគាត់ឆាប់មកសុំតែម្ដងនិយាយរួមទៅបាទហើយយើងខ្លាចមានជនឆក់ឱកាសដែលបង្កើតឲ្យខលខ្លាញ់ខ្លាចយើងទៅថាឥឡូវអីមកជួបគ្នាមកបើគាត់ជាមានអញ្ចឹងមែនយើងនឹងជួយគាត់រហូតដល់កូនគាត់ព្យាបាលជាអញ្ចឹងទៅហើយគាត់ក៏សប្បាយចិត្តគាត់ក៏អរគុណគាត់ក៏យើងក៏សុភាគាត់ខ្លះអញ្ចឹងទៅដើម្បីចង់ចែកម្លែកឲ្យបងប្អូនអ្នកដែលមានកូនមានគ្រួសារមានសាច់ញាតិដែលអញ្ចឹងជួយដល់ព័ត៌មាននេះគាត់ទៅគីឡូថាបានជីឡើងវិញទៅធូរទាំងក្មេងធូរទាំងអ្នកមើលថែអញ្ចឹងគឺល្អទាំងព្រមបាទហើយបើសិនជាមានកសោផលបនមែនសូមឲ្យបានទៅដល់អ្នកដែលតែជួយ share ព័ត៌មាននេះទៅឲ្យដល់សាច់ញាតិបងប្អូនគាត់បានឃើញអ្នកដែលបានជួយទិញផលិតផលខាងក្រុមហ៊ុន TN ហ្នឹងសូមបានដល់អ្នកនរមិនថាជាអតិថិជនឬក៏តំណាងចែកចាយតូចធំអីហ្នឹងសូមបានទៅទាំងអស់គ្នាព្រោះពួកយើងមានលទ្ធភាពប្រហែលក៏ដោយសារតែមានការគ្រប់គ្រងការជួយទិញការជួយលក់បន្តពីផលិតផលរបស់យើងដែរបើយើងមានលទ្ធភាពទៅបន្តទៅជួយបន្តទៀតហើយក៏បានសូមបានអ្នកផលទាំងអស់គ្នាអ្នកបានមើលអ្នកបាន like អ្នក share ជួយបានទៅទាំងអស់គ្នាទៅបាទជួយទាំងបងប្អូនខាងសារព័ត៌មានផងបាទបើអរគុណលើសពីអរគុណឯងព្រោះគាត់ជួយដល់នេះមានតែម្រាមដៃដល់ហើយសូមឲ្យគាត់លក់លទ្ធផលគាត់កាន់តែដាច់ច្រើនហើយសូមបងប្អូនជួយគ្រប់គ្រងគាត់ឲ្យច្រើនមកព្រោះគាត់ជួយអ្នកខ្វះខាតជនពិការឬមួយក៏ទូរគាត់ជនចាស់ជរេឃើញគាត់ជួយច្រើនសូមពុកម៉ែបងប្អូនជួយទិញគាត់ទៅព្រោះឯគាត់យកលុយចំណេញរបស់គាត់ហ្នឹងគាត់មកជួយអ្នកដែលពិការខ្វះខាតទេហើយខ្ញុំមានតែម្រាមដៃ10អរគុណពូអរគុណបងអញ្ចឹងព្រោះតែអរគុណវាលើសពីអរគុណពេកទៅឲ្យគាត់ជួយចាតកងឡានដែលជាឡានតាក់ស៊ីដែលជូនបងមករាល់ថ្ងៃហ្នឹងតាមតែហ្នឹងគឺគាត់មានទិញផលផលខ្ញុំយកទៅប្រើដែរប្រើទៅមិនដែរបងមកយកគាត់ប្រើគាត់ថាប្រពន្ធគាត់ត្រូវត្រូវចាប្រពន្ធគាត់កាលមុនជាប់មកឥឡូវជ្រះជាប់ហើយឥឡូវគាត់ថាផាយជាអស់មួយឈុតទៀតបាត់ហ្មងចាសុបាយចិត្តទៅបងប្អូនស្អាតវិញបងគឺបងតាក់ស៊ីចិត្តល្អមែនទេគាត់មកក៏បីមានតែគ្រួសារគាត់ក៏ជូនមកហើយយកទៅឲ្យក៏មិនថ្លៃចាគាត់អ្នកធ្វើបុណ្យដែរចាគាត់ធ្វើបុណ្យគិតថាបងធ្វើបុណ្យជួយខ្ញុំគាត់ក៏ជួយដែរអញ្ចឹងណាគាត់យកខ្លះគាត់ជួយខ្លះអញ្ចឹងហើយគាត់អង្គុយចាំយើងអញ្ចឹងណាឥឡូវគាត់ថាប្រពន្ធគាត់ផាយជាអស់មួយឈុតទៀតគាត់ជិះទៅវាថាជ្រះជាប់ពីមុនមកគាត់ប្រើលទ្ធផលខុសគាត់ជាប់មកឥឡូវគាត់ជ្រះហើយគាត់ជ្រះនៅសាន់តិចទេគាត់ក៏បានបុណ្យភ្លាមៗថាគាត់បានទិញបងស្រីហើយបានស្គាល់ចាគាត់បានទិញយកប្រើទៅបានប្រពន្ធស្អាតទៀតចឹងកូនគាត់សុកូនញឹកណាខ្ញុំមិនដឹងទេតែថាគាត់បានកូនទៀតហើយបាទហើយគាត់ថាគាត់ចង់ស្អាតដែរដល់ទៅមុខទៅផាយគាត់ទិញលាបខ្លួនឯងដែរគាត់ចំណាយពូស្អាតគាត់ឃើញពូស្អាតគាត់ចង់ស្អាតដែរបងប្អូនចង់គ្រប់ផលផលពួកខ្ញុំក៏ខ្ញុំអរគុណហើយដូចថាការទទួលបានផលចំណេញក៏យើងអត់យកទៅចាយតែខ្លួនឯង
ឯងក៏ចំណាយទៅលើក្រុមហ៊ុនដែរយើងបេះបោចខ្លះតាមលទ្ធភាពយើងតាមផលចំណេញទៅយើងជួយគ្រប់ទីកន្លែងដែលបងប្អូនធ្លាប់ជាអ្នកស្គាល់អ្នកគ្រប់គ្រងបាទគាត់ដឹងហើយពីផលនេះខាងក្រុមហ៊ុនខ្ញុំឬក្រុមហ៊ុនខ្ញុំសកម្មភាពខ្លះគាត់ដឹងហើយខ្ញុំមិនហ៊ាននិយាយច្រើនគាត់ថាយើងលើកបង្កើនខ្លួនឯងតែជាពិសេសក្រុមហ៊ុនយើងធានាជូនទៅលើគុណភាពនិងរាល់អតិថិជនដែលប្រើត្រូវយើងនឹងសងលុយជូនវិញគ្រប់ចំនួនឲ្យអតិថិជនបាត់បង់ទេមានន័យថាប្រើត្រូវបានស្អាតប្រើមិនត្រូវបានលុយវិញ